một khái xong $1 một khái $30mộtឆ្នាំយើងអាចសន្សំបាន$360បងប្អូនគិតថាអូ360តិចមួយឆ្នាំអត់ទេបងប្អូនអត់សន្សំមួយឆ្នាំអត់បានសល់360ហ្នឹងស្រួលជាពាក់គេទៀតហ្នឹងហើយអូខេជំរាបសួរពុកម៉ែបងប្អូននេះជាវីដេអូទី2របស់ខ្ញុំដែលនិយាយពីការសន្សំលុយបងប្អូនសាប់អត់ច្រឡំទេមុនហ្នឹងបងប្អូនកុំគិតថាមានតើមានលុយច្រើនចាំសន្សំអត់ទេគឺយើងចាប់ផ្ដើមសន្សំពីតិចទៅឧទាហរណ៍យើងសន្សំមួយថ្ងៃ$1អញ្ចឹងមួយខែយើងគុណទៅ30ថ្ងៃយើងបាន$30មួយឆ្នាំយើងអាចសន្សំបាន$360អាហ្នឹងសម្រាប់តិចបំផុតណាសម្រាប់បងប្អូនអាចសន្សំបានបងប្អូនថាអត់មានលុយសន្សំឥឡូវខ្ញុំដកអាចសន្សំឲ្យតិចបំផុតហើយបងប្អូនបាញ់សន្សំជាប្រចាំថ្ងៃបងប្អូនមានប្រាក់ខែអញ្ចឹងបងប្អូនដកមកឬបងប្អូនប្រាក់ខែ250ក៏អាចសន្សំបានដែរឥឡូវយើងមានប្រាក់ខែ250យើងគិតថាយើងនៅម្នាក់ឯងយើងជួលផ្ទះបន្ទប់ជួលត្រឹមមកបន្ទប់$50អូខេយើងដកទឹកភ្លើង$10ហើយទៀតយើងដកចំណាយថ្លៃសាំង$20ខ្ញុំគិតមួយអាទិត្យយើងជីអស់$5 20000នឹងសំរុំហើយយើងដកម្ហូបខ្ញុំវាយអស់ចំណាយក្នុងមួយពេល$6000បងប្អូនគិតថាមកពេល$6000គ្រាន់ទេសម្រាប់អ្នកប្រាក់ខែ250មកពេល$6000អូខេយើងអាចចាយបានហូបបានមកល្មមមិនអន់ពេកហើយក៏មិនល្អពេកដែរហ្នឹងហើយអញ្ចឹងបើយើងចាយក្នុងមួយពេល1រៀលកន្លះអញ្ចឹងក្នុងមួយខែយើងអាចចំណាយ135អញ្ចឹងយើងបូកមក135បូកឲ្យថ្លៃបន្ទប់ជួល50រៀលបូកឲ្យថ្លៃទឹកភ្លើង$10ទៀតហើយបូកឲ្យថ្លៃសាំង$20ទៀតអញ្ចឹងយើងចំណាយអស់215អញ្ចឹងបងប្អូនសល់35រៀលសម្រាប់សន្សំតែបងប្អូនដកតា30រៀលសន្សំបានដែរឬក៏25រៀលក៏បានដែរសម្រាប់បងប្អូនទៅច្រឡំក៏ដកទៅជាងហ្នឹងបងប្អូនសល់ប៉ុណ្ណឹងបងប្អូនព្យាយាមដកឲ្យបានច្រើនដកទុកមុនអញ្ចឹងថ្លៃម្ហូបយើងមានហើយថ្លៃសាំងយើងមានហើយថ្លៃតាជួលយើងមានហើយថ្លៃទឹកភ្លើងយើងមានហើយអញ្ចឹងយើងសល់35រៀលទៀតអញ្ចឹងយើងសល់បាន30រៀលទៅក្នុងមួយឆ្នាំយើងបាន360រៀលបងប្អូនគិតថាអូ360តិចមួយឆ្នាំអត់ទេបងប្អូនអត់សន្សំមួយឆ្នាំអត់បានសល់360ហ្នឹងស្រួលជាពាក់គេទៀតហ្នឹងហើយអូខេមួយទៀតក្នុងការសន្សំខ្ញុំលើកទឹកចិត្តឲ្យបងប្អូនសន្សំជាមួយធនាគារឥឡូវយើងមានធនាគារច្រើនតែគាត់ផ្ដល់ការប្រាក់ខ្ពស់ហើយអាចសន្សំបានមានន័យថាយើងសន្សំជាមួយធនាគារយើងអាចសន្សំជាប្រចាំខែខ្ញុំឃើញធនាគារមួយដែលគាត់សន្សំប្រចាំខែបានជាមួយខ្ញុំព្យាយាមរកឲ្យបងប្អូនធនាគារហ្នឹងគាត់មានន័យថាយើងអាចដាក់សន្សំប្រចាំខែជាមួយគាត់ទៅក្នុងមួយខែយើងអាចសន្សំម្ដងមួយខែសន្សំម្ដងឧទាហរណ៍មួយខែយើងសន្សំ30រៀលមួយខែសន្សំ$30អញ្ចឹងទៅយើងអាចដកបាននេះលុយហ្នឹងយើងកំណត់ទៅ3ខែយើងដកម្ដង6ខែដកម្ដងឬក៏មួយឆ្នាំដកម្ដងបើយើងឡងដាក់មួយឆ្នាំទៅលុយហ្នឹងយើងគិតថាជាលុយសំអប់មួយដែលយើងលុយចោលហ្មងដាក់ចោលហ្មងដាក់ក្នុងធនាគារហ្នឹងដាក់ចោលហ្មងមួយឆ្នាំចាំយើងទៅអត់មើលម្ដងហ្នឹងហើយបើយើងដាក់ក្នុងធនាគារមួយឆ្នាំយើងទៅអត់មើលម្ដងបានការប្រាក់ហើយអាចនឹងឃើញលុយយើងលើសហ្នឹងហើយជាមួយខ្ញុំបើមានវីដេអូហ្នឹងខ្ញុំដាក់បន្ថែមលើហ្នឹងឲ្យបងប្អូនមើលអូខេវីដេអូហ្នឹងមានប៉ុណ្ណឹងខ្ញុំលើកទឹកចិត្តបងប្អូនឲ្យសន្សំធ្វើម៉េចសន្សំឲ្យបានតិចក៏ដោយច្រើនក៏ដោយធ្វើម៉េចឲ្យសន្សំបានខ្ញុំលើកឧទាហរណ៍មិញតែខែតែ250សន្សំបានមួយខែ30រៀលអូខេនឹងខំថាបងប្អូនចាប់បានសន្សំទាំងអស់គ្នាអរគុណច្រើនកុំភ្លេចតាមដានវីដេអូបន្តទៀតខ្ញុំនឹងមានចេញ tip ខ្លីៗបន្តទៀតសម្រាប់បងប្អូនដើម្បីយើងចាប់ដើមសន្សំដើម្បីអនាគតទាំងអស់គ្នាអូខេបាយបាយជម្រាបលា